ឃើញឃ្មុំសចឹងមិនទិញយកមកផ្សារដើម្បីយកមកថតដើម្បីប្រអួតទេណាមើលតែសัตว์មើលតែអីទៅដឹងហើយថ្ងៃនេះទៅគ្នាច្រើនចឹងបានទាំងសัตว์បានទៅកដោបានត្រីយកច្រើនណាស់លើកនេះបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបើជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំបាទទៀតបាទហើយថ្ងៃនេះយើងផ្លែភ្នែកទីដែលសារខ្ញុំទៅរៀងគ្នាច្រើនព្រោះចុងថ្ងៃពួកខ្ញុំឈប់ចំគ្នាណាគ្នាហើយណាមួយដែលសារខែនេះគឺជាខែភ្លៀងអញ្ចឹងភ្លៀងជាប់រហូតបាទថ្ងៃនេះចឹងនៅតាមតំបន់មួយចំនួនហ្នឹងគឺវាសបោថៃសបោអីណាគ្នាហើយបងយើងផ្លូវឯងម្នាក់គ្នាអើយភ្លាមមួយថ្ងៃនេះគេថាដាច់ផ្លូវដាច់ខ្ទាហើយតែស្មាត់យើងនៅតែតស៊ូពូពៀមើលទឹកមុខក៏ដឹងហើយម្នាក់ស្វាយខ្លាំងមែនទែនបាទហើយខំលុកពីណាពីណីមកម្ដងនេះអ្នកគ្នាដាច់ផ្លូវយកមែនទែនទៅមុខអត់រួចមានតែនាំគ្នាបកក្រោយវិញមើលទឹកមុខហើយកន្លែងនេះស្មាត់យើងបាញ់បានសេតមួយម្នាក់ហើយខំតស៊ូចោះលងទឹកអីយើងនិយាយថាតស៊ូដើម្បីបានសัตว์ហើយនេះគឺជាសមិទ្ធផលរបស់គាត់ដែលគាត់បានបាញ់អ្នកគ្នាគឺសัตว์ធំមែនតើសប្បាយចិត្តនេះគឺជាសមិទ្ធផលយើងទី1បាទហើយគ្នាយើងក៏បាញ់បានកុក2ដែរអ្នកគ្នាអូយទឹកដៃច្បាស់ខាងមែនតើហើយមិនទាន់ដឹងអីឃើញគាត់លេងទឹកទៀតហើយប្រហែលជាគាត់បាញ់បានសัตว์ទៀតហើយអ្នកគ្នាអើយនិយាយថាស្មាត់ទៅច្រើនពេកដល់ពេលទៅយើងថតអត់ទាន់អ្នកគ្នាណែកន្លែងនេះក៏បាញ់បានសัตว์របស់គាត់មែនទឹកដៃច្បាស់ទៀតអ្នកគ្នាចឹងពួកយើងក៏បានដូរទីតាំងដើម្បីហើមើលកដោព្រោះគោលបំណងពួកយើងគឺដើម្បីមកហើកដោមិនមែនមកហើសัตว์ទេហើយពួកខ្ញុំឃើញកន្លែងនេះតំណក៏បានដាក់ហៀមងចោលអ្នកគ្នាបន្ទាប់ពីយើងហៀមងហើយយើងរៀបចំខ្លួនដើម្បីដើរទៅបាញ់កែបហ្នឹងច្រឡំបាញ់កដោតាមដើមឈើតាមអីអ្នកគ្នាអានេះចេញបាញ់ដបងណៃហើយអ្នកគ្នាមើលលើដើមឈើនេះឃើញពស់កំពុងតែដេកយ៉ាសង្ហាលបងអើយអ្នកគ្នាតែដោយសារពស់វាតូចពេកជាងពួកខ្ញុំអត់យកទេហើយកន្លែងនេះស្មាត់យើងបាញ់បានកុកមួយអ្នកគ្នាតែដឹងគេហៅកុកអីស្រុកអ្នកគ្នាគេហៅកុកអីដែរអ្នកគ្នាជួយខមមិននៅក្នុងវីដេអូផងណាហើយឃើញក្រហមនៅលើដើមឈើនេះមិនមែនស្វាអ្នកគ្នាគឺអ្នកឯកទេសយកខ្មុំមកតែឡើងទៅតន់ដឹងអីត្រូវមកតនិចទេបាទហើយនេះខ្មុំដែលយើងយកបានមើលទៅបានមួយអ្នកគ្នាអើយមើលទៅហែទឹកហែអីផងអូយនិយាយថាចំណាប់ចំនួនណារឿងចឹងខ្ញុំហើយស្មាត់យើងហែទឹកមកតាមក្រោយហើយចំពោះខ្មុំនឹងដូចជាអត់សូវមានទឹកឯណាគ្នាតែយើងយកមកដើម្បីយកផលិតវាអាំងជាមួយនឹងមីណាគ្នាវាឆ្ងាញ់ចឹងយកមកស្មាត់យើងអ្នកគ្នាតែម្នាក់ម៉ាត់ដើម្បីមានកម្លាំងដើរបាញ់កដោតទៀតណាគ្នាមើលម្នាក់អូយថាស្មាត់យើងដាក់ធ្វើឆ្ងាញ់ហ្មងណាហើយសួរអ្នកយល់នឹងបានញ៉ាំអត់បានញ៉ាំទេអ្នកគ្នាហើយកន្លែងនេះផងដែរស្មាត់យើងក៏បានចាប់ដើមសម្អាតកុកនឹងហូរភ្លើងដើម្បីឲ្យវាអស់ហូមដើម្បីងាយស្រួលធ្វើម្ហូបណាគ្នាទៅលើកនឹងចង់ភ័យច្រើនតិចចឹងពួកខ្ញុំមានតែត្រាវគ្នាចេញស្នាដៃម្នាក់តិចហើយកន្លែងនេះពួកខ្ញុំយកសាច់អាំងដើម្បីឲ្យវាអស់ហូមកាន់តែស្អាតដើម្បីយកងាយស្រួលធ្វើម្ហូបដាក់អាំងលើចក្រានតដឹងអីផងឃើញអូនដើរមកពីចងាយយូរអីមកចេះអ្នកគ្នាហើយខ្ញុំឆ្ងល់ពេលក៏ដើរទៅមើលអ្នកគ្នាគឺកដោតែស្នាដៃទៅលើនេះចំពូបងគាត់ជ្រោតស្រូវដល់ពេលទៅសបោកដោប្រហើយហើយកន្លែងនេះស្មាត់យើងបាញ់បានកដោមួយទៀតហើយនេះទឹកដៃមិនទៅវាយតាមវាសែណាគឺគាត់បាញ់ហ្មងអើយទៅសបោខ្លាំងមែនទែនបាទហើយកន្លែងនេះតួឯងយើងចាប់ដើមចេញមកហើយណែមានទាំងពាត់មានទាំងត្រីមានអីសនំសណាមណាដូចខ្ញុំនិយាយចឹងទៅចុងថ្ងៃបងក៏ជ្រោតស្រូវចឹងសបោណាបាននៅកដោទាំងត្រីហ្នឹងនិយាយទៅអត់ចេះខ្វះទេទៅលើនេះគឺនឹងតែចំណេញហើយនេះគឺជាសមិទ្ធផលត្រីដែលយើងរើបានអ្នកគ្នាពេលយើងច្រោះហើយនេះកដោដល់ពេលយើងធ្វើហើយស្មាត់យើងចាប់ដើមតែអាំងបដាចឹងហើយមើលទៅអ្នកអាំងក៏ស្អាតហើយកដោក៏ចាប់ដើមឆ្អិនបដាហើយតោះថ្ងៃហ្នឹងឈៀមួយ Nice